បាទឈប់សួរ free license ពីគេទៀតអ្នកនរគ្នា license មិនមែនថោកទេជាក់ស្ដែងដូច license AutoCAD ឬមួយក៏ SketchUp ឬមួយក៏ license កម្មវិធីធំគឺវាមានតម្លៃថ្លៃបាទថ្ងៃនេះខ្ញុំមកនិយាយពី license បន្តិចបាទតើតើទៅនឹងអ្វីទៅគឺជា software license ហើយអ្វីទៅគឺជា software crack បាទតើតើទៅនឹង software license គឺនេះអ្នកនរគ្នាទីមួយគឺវាស្របច្បាប់មានន័យថាគឺយើងបានទិញគេត្រឹមត្រូវហើយអានេះការទិញគឺយើងមានជារយៈពេលកំណត់ណាអ្នកនរគ្នាកម្មវិធីមួយចំនួនគឺយើងអាចទិញជាថ្ងៃជាខែជាឆ្នាំឬមួយក៏រយៈពេលប្រើបានរហូតហើយសម្រាប់កម្មវិធី license គឺគេដោះស្រាយបញ្ហាឲ្យយើងកាលណាយើងប្រើកាំងឬមួយក៏ជួបបញ្ហាអីមួយគឺគេជួយដោះស្រាយយើងហើយមួយទៀតគឺគេអាប់ដេតមានន័យថាមាន tool អីថ្មីគឺគេអាប់ដេតឲ្យយើងគឺយើងអាចប្រើបានទាំងអស់អានឹង software license ហើយតើតើទៅនឹងសុវត្ថិភាពគឺ license គឺអត់មានបញ្ហាជាមួយនឹងការឆ្លងមេរោគអីទេដោយសារតែ license គឺនេះគឺយើងទៅ download ផ្សេងចេញពី website របស់គេតែម្ដងហើយយើងទាញយក license ពីគេ license key ពីគេមកគឺយើងវាយបញ្ចូលគឺវាអត់មានបញ្ហាអីក្នុងការឆ្លងមេរោគឆ្លងអីទេហើយមួយទៀតគឺអ្នកដែលគាត់ផលិត software ហ្នឹងគឺគាត់បានផលប្រយោជន៍មានន័យថាយើងទិញទៅយើងឲ្យលុយអញ្ចឹងគេបានលុយយកទៅឲ្យបុគ្គលិកឬមួយក៏គេបានយកទៅប្រើប្រាស់លើតម្រូវការរបស់គេព្រោះអីគេចំណាយពេលវេលាចំណាយកម្លាំងអីដើម្បីបង្កើតទៅលើ software ដូចគ្នាមានន័យថាគេរៀនកូដរៀនអីចំណាយពេលរៀនហើយគេជួលបុគ្គលិកជួលអីដើម្បីបង្កើតដែរ software មួយយើងមិនមែនយើងម្នាក់ឯងបង្កើតបានទេហើយមួយទៀតឥឡូវយើងមកដល់ software crack បាទដែលស្រុកខ្មែរយើងគឺពេញនិយមមែនទែន software នេះបាទដោយសារតែយើងអត់មានច្បាប់ប្រឆាំងជាមួយនឹងការប្រើ software crack ហ្នឹងហើយមួយទៀត software crack នេះគឺវាជួយច្រើនដោយសារតែស្រុកខ្មែរយើងអត់សូវសម្បូរធនធានអញ្ចឹងយើងប្រើ crack ទៅគឺវាអត់អស់លុយបាទទីមួយគឺវាអត់ស្របច្បាប់ទេដោយសារតែយើងទៅលួចរបស់គេយកមកប្រើហើយនេះអ្វីដែលសំខាន់គឺវាអត់អស់លុយហ្នឹងឯងដោយសារស្រុកយើងអត់សូវមានលុយអញ្ចឹងយើងប្រើ crack ទៅគឺវាអត់អស់លុយអញ្ចឹងតើតើទៅយើងទិញកុំព្យូទ័រទិញអីភាគច្រើនគឺដាក់កម្មវិធី crack ឲ្យទេយើងកុំច្រឡំតែគេដាក់ license ឲ្យ license តែ Windows ទេហើយ Windows ហ្នឹង Windows Home អីទេ Windows Pro មានមួយមាននៅក្នុងពពួក Microsoft Surface អីចឹងណាបាទហើយតើតើទៅនឹងsoftware crack នេះគឺនៅពេលដែលមានបញ្ហាអីគឺក្រុមហ៊ុនគេអត់ដោះស្រាយយើងទេតែគេឃើញថាយើងប្រើរបស់គេ crack គេបិទបត់ចោលគឺគេអត់ឲ្យយើងប្រើថតទៀតទេដោយសារតែអាហ្នឹងយើងលួចរបស់គេប្រើធម្មតាម្ចាស់គេតាមតនគេមិនដែលទុកឲ្យយើងប្រើត្រូវទេបាទហើយមួយទៀតគឺlimit របស់វាគឺយើងដោនមកប៉ុណ្ណាពី website មកគឺយើងប្រើបានតែប៉ុណ្្នឹងទេយើងអត់អាច update អីបានទេមានន័យថា function មួយចំនួនត្រូវបាត់គឺវាអត់មាន full function ទេហើយតើតើទៅនឹងនេះបញ្ហានេះក៏មានច្រើនដែរតើតើទៅនឹងយើងអត់ចេះ download យើងចូលទៅ download មកគឺងាយស្រួលឲ្យគេ scam ងាយស្រួលឲ្យគេ phishing ជាមួយនឹងឯកសារយើងហើយមួយទៀតគឺយើងអត់ចេះតឡើងក៏វាងាយក្នុងការឆ្លងមេរោគផងដែរនឹងតើទៅនឹង crack អញ្ចឹងយើងគួរតែទទួលបាន software crack នឹងពីកន្លែងដែលមានប្រភពច្បាស់លាស់យើងអាចចេះតែ download មកខ្លួនឯងទេមិនថាតា software មិនថាតា game មិនថាតាអីទេដោយសារតែនេះវាពិបាក download ខ្លាំងដោយសារតែ website របស់វាត្រូវការចុចពី3ដងដើម្បី download វា load link មកញ៉ៃអញ្ចឹងបើសិនជាយើងអត់ធ្លាប់ចុចទេយើងចុចទៅវាអាចឆ្លងមេរោគដូច្នេះបើសិនជាយើងអត់ច្បាស់ទេកុំព្យាយាម download software crack ខ្លួនឯងអីលើកលែងតែ software ដែលអត់មាន license ដូចជា browser ដូចជា Telegram ដូចជាអាហ្នឹងគឺយើង download បានបាទដោយឡែកគឺប្រភពនៃការ crack មួយចំនួនគឺវាមិនប្រកាសថាវាចេញមកពីពួកអាណានិកពួកអ្នកដែលគាត់ចង់បន្លំឯកសារយើងហ្នឹងទេគឺមានបុគ្គលិកក្រុមហ៊ុនមួយចំនួននៅពេលដែលគាត់ឈប់គឺគាត់បង្កើត crack ឡើងដើម្បីចង់ផ្ដួលក្រុមហ៊ុនចាស់របស់គាត់ដោយសារតែក្រុមហ៊ុនគាត់មានបញ្ហាចំនួនជាមួយក្រុមហ៊ុនអីចឹងទៅគាត់បង្កើត crack ហ្នឹងមកដើម្បីឲ្យក្រុមហ៊ុនបាត់បង់ចំណូលអញ្ចឹងតើតើទៅនឹង crack នេះវាអាចមានជា patch ឬមួយក៏ keychain ឬមួយក៏ factory អីចឹងទៅអូខេតើតើទៅនឹងlicense គឺមានតែប៉ុណ្្នឹងជាមួយនឹង software crack ដូច្នេះបងប្អូនទាំងអស់គ្នាស្វែងយល់បន្ថែមខ្លួនឯងទៅអានឹងសម្រាប់ខ្ញុំគឺខ្ញុំមានជូនប៉ុណ្្នឹងអរគុណច្រើនសម្រាប់បងប្អូនដែលចង់បានវីដេអូតើតើនឹងបច្ចេកវិទ្យាកុំព្យូទ័រថ្មីកុំភ្លេចចុច follow បាយបាយ